បាទតែយើងនិយាយអំពីការប្រកួតដ៏ជក់ចិត្តមួយបាទរវាង Arsenal ហើយជាមួយនឹង Chelsea បាទប្រិមិត្តបើយើងនិយាយពីការប្រកួតមួយនេះប្រិមិត្តប្រកាសជាមើលទៅឃើញថាក្រុមទាំងពីរនេះអាចនឹងស្វិតស្វាញខ្លាំងបាទហើយសម្រាប់ការប្រកួតនេះគឺ Arsenal ទទួលបានកាតលឿងរហូតដល់6កាតឯណោះប្រិមិត្តបាទតែយ៉ាងណាមិញសម្រាប់ Chelsea ទទួលបានកាតលឿងមួយនិងកាតក្រហមមួយដោយអាជ្ញាកណ្ដាលលោក Anthony Taylor មើលឃើញថាសម្រាប់ការបង្កកំហុសរបស់ Moises Caicedo នោះគឺជាការបាទបង្កកំហុសបែប serious បាទអាចនឹងមានគ្រោះថ្នាក់ខ្លាំងបាទចំណុចនេះហើយដែលលោកបាទដាក់ផ្ដល់កាតក្រហមឲ្យទៅកាន់ Caicedo តែម្ដងដែលនឹងត្រូវអវត្តមានចំនួន2ប្រកួតបាទសម្រាប់ការប្រកួតនេះទៀតសោតប្រិមិត្តគិតថា Arsenal គួរទៅស៊ី Chelsea ទាំងរួមហ្នឹងមិនអញ្ចឹងហ៎បាទព្រោះតែសារតែលេងឥឡូវពងល្អផងហើយណាមួយទៀតគេកាតក្រហមមួយទៀតបាទតែការប្រកួតនេះគឺ Chelsea ជាអ្នកនាំមុខមុនបាទជាមួយនឹងក្របបាល់ set piece បាទហើយសម្រាប់ Arsenal ក៏រកគ្រាប់បាល់បានវិញបាទយ៉ាងណាមិញប្រិមិត្តបើសិនជាយើងនិយាយអំពីការប្រកួតនេះយោងតាមស្ថិតិគឺ Arsenal គ្រប់គ្រងបាល់បានច្រើនជាងសម្រាប់ការសុទ្ធគឺបាទ50-50បាទមានការសុទ្ធស្មើគ្នាមិនបញ្ហាទេតែបើសិនជាយើងនិយាយគឺកាតក្រហមគួរតែ Arsenal មានការសុទ្ធច្រើនជាងអីចឹងណាប្រិមិត្តបាទប៉ុន្តែអត់ទេបាទគឺសុទ្ធដូចគ្នាបាទសុទ្ធដូចគ្នាបាទហើយការប្រកួតនេះដូចខ្ញុំបានរំលឹកទៅកាន់ប្រិមិត្តចឹងថានៅពេលដែលខ្ញុំនិយាយពីគូនេះខ្ញុំនិយាយថា Arsenal សម្រាប់លោក Arteta នឹងរៀបចំការលេងឲ្យដូចជាមួយនឹង Liverpool អញ្ចឹងមានន័យថាមិនប្រឹងពេកបាទមិនប្រឹងរកគ្រាប់ពេកបាទគឺមកល្មមព្រោះខ្លាចតែកីឡាករមានបញ្ហារបួសការប្រកួតនេះដូចគ្នាប្រិមិត្តឃើញទេបាទ Coker ដុល្លារផងអីផងគឺ Reece James ផងគឺដាក់បាទកីឡាករ Arsenal ប៉ាំងដួលត្រៀតត្រានៅលើទីលានអញ្ចឹងសម្រាប់បាទការប្រកួតនេះបើសិនជាលោក Arteta ឲ្យក្រុមគាត់ខំប្រឹងលេងខ្លាំងពេកវាអាចនឹងប្រឈមជាមួយនឹងបញ្ហារបួសហើយប្រិមិត្តមើលញ៉ៃបាទបន្ទាប់ពី Chelsea ស៊ីហើយ Arsenal ប្រឹងតែបន្តិចហើយសម្រាប់ Arsenal ក៏រកគ្រាប់បាល់បានវិញសរសើរទៅកាន់ Chelsea តែម្ដងបាទគឺធ្វើបានល្អមែនទែនបើទោះជាមានគ្នាត្រឹមតែ10នាក់មែនប៉ុន្តែសម្រាប់ការប្រេះបាល់របស់គាត់គឺខ្លាំងមែនទែនបាទហើយក្នុងការប្រកួតនេះ Arsenal ក៏មានកីឡាកររបួសគួរសមបាទអញ្ចឹងមានន័យថាអត់សូវស្រួលប្រហែលទេបាទការប្រកួតនេះអាចនិយាយបានថាប្រសិនបើជាលក្ខណៈប្រកួតផ្ដាច់ព្រាត់ឬក៏ប្រកួតចាំបាច់ណាមួយខ្ញុំគិតថា Arsenal ប្រហែលជាទំនងជាងបាទប៉ុន្តែសម្រាប់ការប្រកួតនេះដូចខ្ញុំបានបាទព្យាករជូនប្រិយមិត្តឲ្យថាក្រុមទាំងពីរអត្រាស្មើគ្នាខ្ពស់មែនទែនគឺ1 ទៅ 1បាទមិនមែនថាខ្ញុំនិយាយហើយចេញមកត្រូវនិយាយតែត្រូវអាខុសអត់ព្រមនិយាយអត់ទេបាទការប្រកួតនេះខ្ញុំជឿជាក់ថាលោក Arteta នឹងព្យាយាមបាទមិនខ្លាំងពេកមិនព្យាយាមទប់ពេកហើយក៏មិនព្យាយាមការពារពេកប៉ុន្តែក៏មិនព្យាយាមនៅក្នុងការប្រយុទ្ធខ្លាំងពេកដែរបាទចំណុចនេះខ្ញុំអាចនិយាយបានថាបើសិនជាសួរថាតើក្រុមទាំងពីរនេះការប្រកួតចប់តើមួយណាដែលល្អជាងខ្ញុំសូមផ្ដល់ជូនថាល្អដូចគ្នាល្អដូចគ្នាបាទ Chelsea គឺប្រេះខ្លាំងបាទ Arsenal គឺទទួលបាល់បាទក្នុងការលេងទៅមុខគឺមិនងាយស្រួលនោះទេបាទហើយសម្រាប់ Chelsea គឺតំបន់ប្រយុទ្ធរបស់គាត់យើងនៅតែសរសើរទៅលើ Neto បាទលឿនមែនតើហើយសម្រាប់ Estevao បាទកីឡាករបាទវ័យក្មេងបាទរបស់ Chelsea ក៏មិនធម្មតាដែរបាទចំណុចនេះគឺមិនធម្មតាទេសម្រាប់ Chelsea បាទតែយ៉ាងណាមិញសម្រាប់ Arsenal ក៏ពិបាកដោយសារតែតំបន់ប្រយុទ្ធរបស់គាត់កដាលក៏ត្រូវបានបាត់បង់ដាក់ជំនួសដោយ Merino ហើយតំបន់ការពារនោះក៏បាទរងរបួសច្រើនបាទអញ្ចឹងក៏ជាចំណុចមួយដែលលំបាកដែរបាទរបស់ Arsenal